អ្នកមានម្នាក់បានទិញដីមួយកន្លែងហើយក៏បានកសាងភូមិគ្រឹះដ៏ស្កឹមស្កៃសម្រាប់រស់នៅឯនៅក្រៅភូមិគ្រឹះវិញមានដើមគូលែនមួយដើមដែលមានអាយុមិនតិចជាង100ឆ្នាំនោះឡើយតាមពិតទៅដំបូងឡើយដែលជំរុញឲ្យគាត់ទិញដីនេះក៏ព្រោះតែដើមគូលែននៅទីនេះឯងព្រោះតែប្រពន្ធរបស់គាត់ចូលចិត្តហូបផ្លែគូលែនជាពិសេសភូមិគ្រឹះកំពុងសាងសង់មិត្តរបស់គាត់ក៏បានណែនាំឲ្យគាត់ទៅអញ្ជើញលោកគ្រូព្រឹទ្ធាចារ្យមកជួយមើលហុងស៊ុយនៅទីនោះដោយគាត់មិនសូវមានជំនឿទៅលើភ្លើងងងឹតទាំងអស់នេះនោះទេតែក៏មិនអាចប្រកែកជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានគាត់ក៏យល់ស្របនឹងគំនិតរបស់មិត្តភ័ក្តិគាត់ហើយគាត់ក៏បានបើកឡានដោយផ្ទាល់ទៅកាន់រថភ្លើងមួយខ្សែដើម្បីអញ្ជើញព្រឹទ្ធាចារ្យហុងស៊ុយដ៏ល្បីម្នាក់ដែលព្រឹទ្ធាចារ្យបានមើលហុងស៊ុយនេះអស់រយៈពេលជាង30ឆ្នាំមកហើយក្រោយពីទទួលលោកព្រឹទ្ធាចារ្យឯរថភ្លើងមកពិសាអាហារថ្ងៃត្រង់រួចហើយនោះលោកក៏បានបើកឡានជូនលោកព្រឹទ្ធាចារ្យតម្រង់ទៅភូមិគ្រឹះរបស់គាត់នៅតាមផ្លូវទៅភូមិគ្រឹះមានឡានមួយគ្រឿងវ៉ាឡានរបស់លោកក៏បានអែបទៅទៀតបន្តិចដើម្បីឲ្យឡានដែលវ៉ានោះទៅមុនលោកព្រឹទ្ធាចារ្យបានឃើញបែបនោះសង្កេតមើលហើយបានពោលបន្តិចបើកឡានប្រញាប់គួរសមលោកអ្នកមានឮដូចនោះក៏សើចហារួចពោលបន្តថាអ្នកវ៉ានោះប្រកាសជាមានរឿងអ្វីបន្ទាន់ហើយយើងកុំយល់ច្រឡំលើពួកគាត់អីបើកបររហូតដល់ផ្លូវផ្សារមួយកន្លែងលោកអ្នកមាននោះក៏បានបន្ថយល្បឿនឡានរបស់គាត់ហើយនៅសុកក៏មានក្មេងតូចម្នាក់សើចសប្បាយរត់ចេញពីផ្លូវលំតូចមួយលោកក៏បានចាប់ហ្វ្រាំងអែបឡានឲ្យកុមារនោះឆ្លងកាត់ដោយសុវត្ថិភាពក្រោយពីកុមារតូចនោះឆ្លងកាត់ផុតលោកក៏មិនទាន់បានជន់ហ្គាទៅមុខឡើយរត់តែសម្លឹងទៅកាន់ផ្លូវលំនោះដូចកំពុងតែរងចាំអ្វីមួយរំពេចនោះក៏មានក្មេងតូចម្នាក់ទៀតរត់ចេញមកដែរដេញតាមកុមារតូចដែលរត់ចេញមុននោះដោយឃើញក្មេងៗរត់ឆ្ងាយទៅហើយនោះលោកព្រឹទ្ធាចារ្យមានការភ្ញាក់ផ្អើលក៏សួរនាំថាមិនក៏លោកដឹងថានៅផ្លូវលំនោះនៅមានកុមារម្នាក់ទៀតនោះលោកអ្នកមាននោះក៏បានលើកស្មាឡើងបន្តិចរួចពោលទាំងគួរសមថាក្មេងតែងតែរត់ទៅរត់មកដេញចាប់គ្នាបែបនេះឯងតែសំខាន់បើរត់តែម្នាក់ឯងនោះក្មេងតូចនោះពិតជាមិនអាចសើចសប្បាយរីករាយបែបនេះនោះទេលោកព្រឹទ្ធាចារ្យក៏បានលើកមេដៃឡើងរួចពោលលាយឡំនឹងសើចថាពិតជាមានទឹកចិត្តមែនមកដល់ភូមិគ្រឹះទើបតែចុះពីលើឡានរួចទាញសោប្រុងនឹងបើកទ្វារចូលក៏មានចាបមួយហ្វូងប្រមាណ7ទៅ8ក្បាលបានផ្អើលហោះចេញពីក្រោយភូមិគ្រឹះរំពេចនោះលោកអ្នកមានក៏បានផ្អាកដំណើរនៅមាត់ទ្វារសិនរួចក៏បានសុំការអភ័យទោសពីលោកព្រឹទ្ធាចារ្យដោយមានប្រសាសន៍ថាសូមរំខានលោកព្រឹទ្ធាចារ្យរងចាំបន្តិចសិនលោកព្រឹទ្ធាចារ្យក៏បានសួរយ៉ាងភ្ញាក់ផ្អើលម្ដងទៀតថាតើមានបញ្ហាអ្វីឬលោកបានពោលតបដោយញញឹមថានៅឯក្រោយភូមិគ្រឹះប្រកាសជាមានក្មេងកំពុងតែលួចបេះផ្លែគូលែនរបស់ខ្ញុំហើយបើយើងសម្រុកចូលទៅបែបនេះក្មេងៗប្រកាសជាភ័យស្លន់ស្លោហើយអាចបណ្ដាលឲ្យធ្លាក់ពីលើដើមឈើនោះពិតមិនល្អឡើយបណ្ដាលឲ្យមានបញ្ហាឲ្យពួកគាត់បេះបន្តិចទៀតសិនចុះពួកយើងដើរមើលខាងក្រៅបន្តិចសិនទៅភ្លាមនោះលោកព្រឹទ្ធាចារ្យក៏បានពោលពាក្យឡើងថាលោកជូនខ្ញុំទៅចំណតរថភ្លើងវិញចុះឯហុងស៊ុយនៃភូមិគ្រឹះនេះមិនចាំបាច់មើលទេម្ដងនេះដល់វេនលោកអ្នកមានការភ្ញាក់ផ្អើលវិញម្ដងអត់ទោសលោកព្រឹទ្ធាចារ្យតើមានរឿងអ្វីកើតឡើងព្រឹទ្ធាចារ្យក៏បានតបវិញថាប៉ិតណាស់លោកមិនថានៅទីណាឡើយឲ្យតែមានលោកនៅគឺសុទ្ធតែជាហុងស៊ុយប្រពៃទាំងអស់ក៏ព្រោះតែភាពវៃឆ្លាតរបស់លោកនិងការសន្តោសប្រណីដែលធ្វើឲ្យលោកទៅទីណាគឺសុទ្ធតែជាកន្លែងមានហុងស៊ុយទាំងអស់រឿងមួយនេះគឺជារឿងនិទានមួយដ៏ពិតប្រាកដដែលចង់បញ្ជាក់ហុងស៊ុយរបស់មនុស្សម្នាក់គឺស្ដែងចេញពីទង្វើរបស់យើងហើយក៏ជាវាសនាមួយដែលមិនប្រកាន់ពីវណ្ណៈចេះគោរពផ្ដល់តម្លៃឲ្យអ្នកដទៃនិងការខិតខំដោយខ្លួនឯងទើបអាចទទួលបាននូវផលល្អបែបនេះសូមជួយចុច follow